សង្ហបុរីត្រៀមទទួល A35B ដំបូង4គ្រឿងពង្រឹងអំណាចយោធាអាកាសក្លាយជាប្រទេសអាស៊ីទី4មានយន្តហោះចម្បាំងបំបាំងកាយចំនួនទី5យោងតាមសារព័ត៌មាន CNC រដ្ឋាភិបាលសង្ហបុរីបានបញ្ជាទិញយន្តហោះចម្បាំងចំនួនទី5ប្រភេទ A35B សរុបចំនួន8គ្រឿងពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិកក្នុងតម្លៃប្រមាណ$2,750 លានក្នុងនោះ4គ្រឿងដំបូងនឹងដឹកជញ្ជូនមកដល់នៅចុងឆ្នាំ2026ខណៈ4គ្រឿងទៀតក្រុងនឹងដឹកមកដល់ឆ្នាំ2028មិនត្រឹមតែប៉ុណ្ណោះនៅឆ្នាំ2024សង្ហបុរីក៏បានបញ្ជាទិញ model A35A ចំនួន8គ្រឿងបន្ថែមទៀតដែលរំពឹងថានឹងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ2030សរុបមកប្រទេសនេះមានយន្តហោះចម្បាំង A35 ដល់ទៅ20គ្រឿងក្នុងជួរកងទ័ពអាកាសនាពេលអនាគតយន្តហោះ A35B មានសមត្ថភាពពិសេសអាចហោះឡើងពីផ្លូវខ្លីនិងចូលចតបញ្ឈរដោយអូថូមភាគជៈដែលស័ក្តិសមសម្រាប់ប្រទេសដែលមានផ្ទៃដីតូចដោយសង្ហបុរីចំណែកឯ A35A វិញមានជួរហោះហើរខ្លីជាងដឹកអាវុធបានច្រើនជាងនិងល្បឿនជាង1900គីឡូម៉ែត្រក្នុង1ម៉ោងយន្តហោះទាំងពីរ model នេះត្រូវបានបំពាក់បច្ចេកវិទ្យាបំបាំងកាយរ៉ាដាទំនើបនិងប្រព័ន្ធចាប់សញ្ញាឆ្លាតវៃដែលអាចរកឃើញសត្រូវមុននិងបើកការវាយប្រហារពីចម្ងាយបានយ៉ាងមានប្រសិទ្ធភាពអ្នកវិភាគយោធាបានមើលឃើញថាការទិញយន្តហោះ A35 នឹងជួយពង្រឹងសមត្ថភាពការពារដែនអាកាសនិងបង្កើតអំណាចទប់ស្កាត់ក្នុងតំបន់ខណៈដែលក្រុមហ៊ុន Lockheed Martin ក៏ព្យាករណ៍ថាយន្តហោះប្រភេទនេះជាង300គ្រឿងនឹងមានវត្តមាននៅអាស៊ីប៉ាស៊ីហ្វិកត្រឹមឆ្នាំ2030នេះបង្ហាញថាសង្ហបុរីកំពុងឆ្ពោះទៅរកកងទ័ពជើងអាកាសដ៏មានបច្ចេកវិទ្យាខ្ពស់ដែលអាចឆ្លើយតបគ្រោះថ្នាក់បានលឿននិងមានអំណាចវាយប្រហារខ្លាំងជាងមុន